សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកមើលខ្ញុំស្លម្ជូរខួរក្តាមទាំងអស់គ្នាណាមិនមែនថ្ងៃហ្នឹងទេវីដេអូនេះខ្ញុំថតរៀងយូរដែរតាំងពីខែសបោក្តាមខ្ញុំទៅតែបានយកកាត់ផុសឥឡូវនេះចឹងណាសម្រាប់គ្រឿងផ្សំខ្ញុំនឹងមានបង្ហាញបដានៅក្នុងវីដេអូហ្នឹងហើយរបៀបធ្វើដំបូងហ្នឹងគឺយើងទៅបុកគ្រឿងសិនគ្រឿងផ្សំសម្រាប់គ្រឿងដែលយើងត្រូវបុកហ្នឹងគឺមានដូចជាស្លឹកគ្រៃរំដេងរមៀតខ្ទឹមសហើយនិងខ្ទឹមក្រហមពេលដែលបុកនឹងគឺខ្ញុំដាក់តែលក្ខ័យម្ដេចល្មៀតមុនគេអត់តន់ដាក់ខ្ទឹមសខ្ទឹមក្រហមទេស្លឹកក្រូចក៏ដាក់ដែរស្លឹកក្រូចចាំដាក់ទាំងមូលគ្រឿងនឹងយើងត្រូវបុកឲ្យបានម៉ត់ល្អបើយើងបុកអត់ម៉ត់ទេពេលយើងស្លទៅពេលញ៉ាំរៀងស្កាត់មាត់ស្កាត់កពេលមិញហ្នឹងខ្ញុំអត់តន់ដាក់ខ្ទឹមសខ្ទឹមក្រហមទេព្រោះអីខ្ញុំខ្លាចចេញទឹកពិបាកបុកក៏អញ្ចឹងពេលយើងបុកគ្រឿងម៉ត់ហើយចាំដាក់ខ្ទឹមសខ្ទឹមក្រហមគ្រឿងដែលបុករួចហើយនឹងខ្ញុំយកទុកមួយឡែកសិននេះគឺក្តាមស្រែណាបងប្អូនពេលដែលចាយខ្ញុំគាត់យកមកឲ្យខ្ញុំស្លហ្នឹងវាងាប់ស្រាប់ហើយចឹងខ្ញុំអត់មានពិបាកតែស្លាប់វាអីទេក្តាមហ្នឹងខ្ញុំឆ្កឹះយកសាច់ហើយនឹងពងវាខ្លះហើយខ្ញុំទុកទាំងមូលខ្លះសម្រាប់ចំនួនក្តាមវិញយើងអាចដាក់ទៅតាមចំណង់ចំណូលចិត្តនិងទៅតាមចំនួនក្តាមដែលអ្នកទាំងអស់គ្នាមានចឹងខ្ញុំមានប៉ុណ្ណឹងខ្ញុំដាក់ប៉ុណ្ណឹងបើអ្នកទាំងអស់គ្នាមានច្រើនចង់ដាក់ច្រើនក៏បានសម្រាប់ខ្លួនក្តាមខ្ញុំយកមកបុកអញ្ចេះអ្នកទាំងអស់គ្នាបុកឲ្យវារៀងម៉ត់ដែរហើយមិនមែនបុកទាំងអស់ទេខ្ញុំបុកពាក់កណ្ដាលខ្ញុំទុកពាក់កណ្ដាលទៀតដាក់ស្លទាំងមូលខ្ញុំអត់ចង់បុកជើងក្តាមទេព្រោះពេលបុកទៅទឹកស្លយើងវាឡើងខ្មៅហ្មងជើងក្តាមហ្នឹងចឹងខ្ញុំដាក់តន្តិចហ្នឹងបើធ្វើលើក្រោយទៀតខ្ញុំលេងបុកជើងក្តាមព្រោះតែយើងបុកទៅវាឃើញទឹកស្លយើងឡើងខ្មៅហ្មងអានេះសាច់និងពងក្តាមដែលខ្ញុំឆ្កឹះបាននេះតាគៀបវាបងប្អូនណាតាគៀបធំហ្នឹងក៏ខ្ញុំអត់បុកដែរខ្ញុំទុកដាក់ស្លទាំងចឹងហ្មងមើលទៅឃើញស្អាតហើយថ្នងណាក្តាមដែលខ្ញុំយកទៅបុកមិញហ្នឹងពេលខ្ញុំបុកហើយហ្នឹងខ្ញុំដាក់ទឹកហើយយើងពូតយកជាតិចេញពីក្តាមហ្នឹងមកគាត់ថាពេលពូតហ្នឹងខ្ញុំបានថតទេអត់ជាស្រ័យផងទេឥឡូវយើងមកដាំទឹកស្លណាទាំងអស់គ្នាយើងចង់បានជាតិឆ្ងាញ់យើងដាក់ទឹកបន្តិចទៅបានហើយទឹករៀងខាប់ហ្នឹងហើយនៅពេលដែលទឹកពុះហ្នឹងគឺខ្ញុំចាប់ដាំជ្រុំប្រហុកហើយដាក់ស្លឹកក្រូចសើចបន្ទាប់មកដាក់គ្រឿងបុកចូលហើយដាក់ខ្លួនក្តាមនិងតាគៀបក្តាមធំចូលបន្ទាប់មកចាក់ទឹកក្តាមពេលទឹកពុះម្ដងទៀតខ្ញុំចាប់ដាំដាក់ល្ហុងចូលរួចហើយខ្ញុំដាក់ត្រីរស់ចូលត្រីនឹងខ្ញុំបានច្របាច់អំបិលហើយស្រុះទឹកក្តៅឲ្យកាត់រំអិលកាត់ឆ្អាបចេញអស់ហើយខ្ញុំដាក់អំបិលនឹងប៊ីចេងបន្តិចអត់ដាក់ស្ករទេដោយសារយើងស្លម្ជូរបន្ទាប់មកខ្ញុំដាក់កំពឹសចូលកំពឹសនឹងស្រុះទឹកក្តៅរួចហើយបានមើលឃើញពណ៌ក្រហមចឹងរួចហើយខ្ញុំដាក់ខួរក្តាមនិងខ្លាញ់ក្តាមចូលជ្រុំប៉ាតុំរៀងលឿនដែរព្រោះយើងខ្លាចល្ហុងលួយពេលដែលដាក់គ្រឿងភ្លក់ទៅឃើញថាល្មមហើយនឹងចុងក្រោយនឹងគឺខ្ញុំដាក់ស្លឹកម្រះព្រៅចូលស្លឹកម្រះព្រៅដាក់ពេលទឹកពុះចឹងហើយបានស្លឹកម្រះព្រៅអត់ឃើញខ្មៅរួចរាល់ហើយបងប្អូនការពិតនៅពេលដែលយើងស្លឆ្អិនហើយយើងអត់គួរបិទគម្របទេយើងត្រូវចំហចោលកុំឲ្យបន្លែលួយប៉ុន្តែអានេះខ្ញុំច្រឡំបិទគម្របហើយដល់ពេលខ្ញុំមកមើលម្ដងទៀតល្ហុងខ្ញុំឡើងចង់ឲ្យលួយបាត់ហ្នឹងហើយអ្នកទាំងអស់គ្នារបៀបស្លម្ជូរខួរក្តាមរបស់យើងក៏មានតែប៉ុណ្្នឹងទេរួចរាល់ហើយអរគុណសម្រាប់ការតាមដានទស្សនាពីដើមដល់ចប់ណាបើចូលចិត្តកុំភ្លេចជួយចុច Subscribe ឲ្យ Channel YouTube និង Follow Facebook Page ឲ្យម្នាក់មួយផងណាជាចុងក្រោយអរគុណទាំងអស់គ្នាជម្រាបលាបាយ